ជ្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបងប្អូនខែនេះគឺជារដូវភ្លៀងបងប្អូនទាំងអស់គ្នាបានដឹងស្រាប់ហើយអញ្ចឹងហើយគឺស្លឹកឈើរបស់យើងនឹងគឺលាស់ល្អខ្ចីមែនតើបងប្អូនទាំងអស់គ្នាហើយនេះគឺខ្ញុំបេះស្លឹកឈើខ្លះដើម្បីយកមកស្លម្ជូរអញ្ចឹងបងប្អូនហើយនិយាយពីថាឆ្ងាញ់ឆ្ងាញ់បងប្អូនទាំងអស់គ្នាមានដូចជាស្លឹកងប់ស្លឹកអង្គាសដីស្លឹកស្លឹកបាសស្លឹកអីហ្នឹងបងប្អូនទាំងអស់គ្នាបងប្អូនអើយស្លទៅបន្លែធម្មជាតិយើងនិយាយពីថាឆ្ងាញ់ឆ្ងាញ់បងប្អូនស្លម្ជូរជ្រះមាត់ចេះទៀតបងប្អូនដាក់ទៅគឺជាតិបងប្អូនជាមួយនឹងកូនត្រីបងប្អូនណាកូនត្រីនេះគឺវាចូលយកបងប្អូនយើងដាក់យកវាបងប្អូនណាដាក់យកត្រង់វាចោលទៅយកមកខ្ញិចឲ្យស្អាតបងប្អូនទាំងគ្នានេះគឺយើងយកទៅស្លម្ជូរទឹកពុះទឹកអីយើងបង់ភ្លុចមកតាមមួយផ្លែទៅគឺបានហូបហ្មងបងប្អូនទាំងគ្នាវាលឿនហើយឆ្ងាញ់ទៀតបងប្អូនទាំងហត់ក្តៅមានជាតិមានកម្លាំងមកបងប្អូនទាំងគ្នាបងប្អូនឯងសាកបងធ្វើបានខែហ្នឹងគឺសម្បូរណាស្លឹកឈើស្លឹកព្រៃយើងនឹងបងប្អូនទាំងគ្នារបស់ខ្ចីហូបបាស7ក្បាលអីហ្នឹងនិយាយពីថាអូយខ្ចីលវក់ហ្មងបងប្អូនមកតំណងមែនតើឃើញគ្លៀនទេបងប្អូនដាក់ម្ទេសហឹលនេះវាថាឆ្ងាញ់ឆ្ងាញ់បងប្អូនទាំងគ្នាបានបាយមួយចានមកអូយអែមសែមហ្មងបងប្អូនអាចធ្វើបានអរគុណច្រើន